បនពុំភ្នំស្រូវនិងភ្នំក្រឡានជាបនប្រពៃណីដ៏សំខាន់មួយដែលអ្នកស្រុកអង្គរតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំកន្លងខែបុស្សនិងខែមីនាព្រោះជាពេលវេលាបិទបញ្ចប់រដូវប្រមូលផលស្រូវនិងដើម្បីបង្ហាញពីសេចក្តីដឹងគុណចំពោះធម្មជាតិអ្នកតាម្ចាស់ទឹកដីនិងដូនតាដែលបានជួយមើលការខុសត្រូវភោគផលកសិកម្មទាំងឡាយសម្រាប់ជីវិតរស់នៅរកទទួលទានពីមួយឆ្នាំទៅមួយឆ្នាំរបស់កូនចៅខ្លួននៅនិគមខ្លះទៀតវិញគេមានកិច្ចហៅព្រលឹងស្រូវដើម្បីធ្វើឲ្យស្រូវនោះមានធម៌ពលคล้ายជាស្រូវពូជបរិបូរណ៍សម្រាប់ការដាំដុះបន្តទៀតនៅពេលខាងមុខកិច្ចនោះប្រារព្ធឡើងនាពេលយប់គេធ្វើពិធីបួងសួងនិងសែនបាយសម្លអង្គុយបត់ជើងដៃប្រណម្យជុំគ្នាគេសូត្រអន្ទងហៅព្រលឹងនិករផ្សេងៗដើម្បីយាងមកជាកសិនស័ក្តិសិទ្ធិនៃពិធីបួងសួងពូនភ្នំស្រូវសុំសេចក្តីសុខនិងសូត្រហៅព្រលឹងស្រូវដើម្បីឲ្យស្រូវនោះក្លាយជាក្របពូជដ៏រឹងមាំដុះលូតលាស់បានល្អបន្តកូនចៅផៅសន្តានច្រើនមានស្រូវដូចភ្នំកាត់អង្គច្រើនមានបាយហូបចុកសម្បូរហូរហៀជារៀងរាល់ឆ្នាំលុបព្រឹកឡើងនៅម៉ោង4ភ្លឺគេធ្វើកិច្ចជញ្ជាត់ព្រលឹងដែលខ្ចាក់ខ្ចាយនៅតាមព្រៃតុកបឹងបួរត្រពាំងទាំងឡាយឲ្យមករកម្ចាស់វិញក្រុមអ្នកជញ្ជាត់ព្រលឹងមានការឧបករណ៍ផ្សេងៗដូចជាឈ្នាងបញ្ជើកូនចេកកូនអំពៅវែកនិងចង្កត់សម្រាប់ក្មេងប្រុសកន្ត្រាក់ឲ្យលើសូរសំឡេងគេឧបកិច្ចថាគេនាំគ្នាដើរចូលព្រៃតាមចលងភ្នំបឹងបួរដោយស្ដេចបន្ទោហៅព្រលឹងនិងយកឧបករណ៍ផ្សេងៗបោយព្រលឹងនោះមកចូលស្រុកភូមិវិញរដូវបុណ្យនេះជាពេលវេលាប្រមូលទិន្នផលស្រូវរួចហើយខែនេះតាមរយៈប្រពៃណីជាទម្លាប់ដែលធ្លាប់ធ្វើតគ្នាកន្លងមកអ្នកស្រុកតែងតែយកអង្ករដំណើបថ្មីៗរបស់ខ្លួនធ្វើនំក្រឡានលាយដូងស្ករអំបិលនិងសណ្តែកបញ្ចូលគ្នាអ្នកចូលក្នុងបំពង់ឫស្សីដុតចម្អិនដែលមានរសជាតិឈ្ងុយឆ្ងាញ់និងជានំប្រពៃណីដ៏យូរលង់មួយរបស់ខ្មែរដែលអាចហូបជំនួសបាយបានសម្រាប់រៀបចំពិធីពូនភ្នំស្រូវនិងភ្លុងក្រឡានប្រគេនព្រះសង្ឃជាមួយទេយ្យទានផ្សេងៗទៀតបាំងស្គរឧទ្ទិសកុសលជូនដូនតាអ្នកតាម្ចាស់ទឹកម្ចាស់ដីនិងញាតិកានិងសពសត្វទាំងឡាយផងដែរនេះជាឧទាហរណ៍មួយនៃពិធីបុណ្យពូនភ្នំស្រូវនិងភ្លុងក្រឡាននៅភូមិនគរក្រៅដែលតែងតែប្រារព្ធឡើងចំនួន2ថ្ងៃជារៀងរាល់ឆ្នាំដែលមានការចូលរួមយ៉ាងអធិកអធមពីសំណាក់បងប្អូនកូនចៅអ្នកស្រុកជាច្រើនរយនាក់តាំងពីព្រឹកព្រលឹមរហូតដល់យប់នាថ្ងៃទី14និង15កើតខែបុស្សត្រូវនៅថ្ងៃទី2ទី3ខែកុម្ភៈឆ្នាំ2026នៅថ្ងៃដំបូងអ្នកស្រុកបាននាំគ្នាដុតនំក្រឡាននិងអ្នកខ្លះទៀតបាននាំគ្នាមកបោះសម្អាតសាលាឆទានរីឯយាយវិញនាំគ្នារៀបចំធ្វើស្លាធម៌បាយសីមនុស្សស្លាគ្រឿងរំដាប់ផ្សេងៗនិងតុបតែងគ្រឿងសក្ការៈនៅរានទេវតានិងរានព្រះពុទ្ធផងដែររីឯលោកតាចាស់ចាស់វិញរៀបចំរោង4ជ្រុងដោយជំរុកស្រូវដែលមានតុបតែងលម្អដោយក្បាច់ចាក់ចេកព័ទ្ធជំនាញយ៉ាងស្រស់ស្អាតសម្រាប់អ្នកស្រុកបរិច្ចាគស្រូវនៅពេលរសៀលអ្នកស្រុកនាំគ្នាយកស្រូវនិងទេយ្យទានផ្សេងៗជារបស់របរប្រើប្រាស់ចំណីអាហារគ្រឿងហូបចុកអង្ករត្រីសាច់សាច់ក្រកស្ករស្រាក់ខ្ទឹមសប្រហុកអំបិលប៊ីចេងម្សៅស៊ុបទឹកត្រីទឹកស៊ីអ៊ីវភេសជ្ជៈទឹកសុទ្ធនំគមនំបត់អន្សមនិងក្រឡានដុតថ្មីនិងបេះមែកឈើ2-3ប្រភេទដាក់គ្របពីលើផងដែរគ្រឿងហូបចុកនិងរបស់របរទាំងអស់នោះបានដាក់បញ្ចូលគ្នាក្នុងបាវខ្លះក្នុងថង់ខ្លះនិងនៅខាងក្រៅខ្លះដោយរៀបជារង្វង់មូលក្រឡឹងសសរកណ្ដាលនៅសាលាឆទានប្លង់ចៅដែលមិនដឹងជារបស់នរណាខ្លះទេតែគេហៅថាបឡុងចំណែកឯស្រូវវិញគេយកទៅបញ្ចូលជាមួយគេឯងនៅឯរោងចក្រចេកយ៉ាងស្រស់ប្រណិតហើយអ្នកខ្លះទៀតបានអុជធូបបន់ស្រន់បួងសួងនៅចំពោះមុខភ្នំស្រូវផងដែរនៅពេលល្ងាចបងប្អូនជួបជុំគ្នាសូត្រធម៌នមស្ការព្រះរតនត្រ័យសមាទានសិលនិងមាននិមន្តព្រះសង្ឃចំនួន5អង្គមកពីវត្តថ្មីដំរីសែនជ័យវត្តសាងទុកវត្តទេពប្រណម្យផងដែរក្រោយមកលោកអាចារ្យបានដឹកនាំសូត្រធម៌និងបាននាំគ្នាលើកទង់សាសនាទាំងគូផងដែរកិច្ចបន្តទៀតលោកអាចារ្យនិងអ្នកស្រុកបាននាំគ្នាបែរទៅរកភ្នំស្រូវដើម្បីធ្វើពិធីបួងសួងពូនភ្នំស្រូវសូមឲ្យមានភោគផលច្រើនកាត់ស្រូវកាត់អង្ករច្រើនសម្រាប់ម្ចាស់ទានទាំងអស់គ្នាក្រោយមកបងប្អូនអ្នកស្រុកបានបែរទៅរកព្រះសង្ឃថ្វាយបង្គំព្រះនិងស្ដាប់លោកសូត្រធម៌បាំងស្គរឧទ្ទិសកុសលដល់ញាតិកាដែលបានចែកឋានទៅនិងជូនមគ្គផលដល់ម្ចាស់ដើមទានទាំងអស់គ្នាកិច្ចបន្ទាប់អ្នកស្រុកបាននាំគ្នាយកក្រមាពាលានិងស្បៃរបស់ខ្លួនក្រាលជុំវិញទេយ្យទាននោះសម្រាប់ជាស្ពានព្រះសង្ឃនិមន្តឆ្លងកាត់និងក្រាបសំពះយ៉ាងស្ងៀមស្ងាត់នៅម៉ោង8យប់ព្រះសង្ឃមួយអង្គបាននិមន្តមកដោយព្រះហស្ថស្ដាំកាន់កំសៀវទឹកមានអុជធូប3សរសៃនិងព្រះហស្ថឆ្វេងកាន់ចង្កត់និមន្តស្មឹងស្មាតសូត្រធម៌3ជុំតាមទិសឧត្តរពធដ៏ស្ងៀមស្ងាត់បំផុតព្រះសង្ឃឈប់ត្រឹងនៅតាមទិសនីមួយៗដើម្បីជ្រោយទឹកក្រោយមកព្រះអង្គបានយកចង្កត់ឆ្កឹះមេឈើនោះចេញរហូតដល់អស់ទើបនិមន្តត្រឡប់ទៅវិញក្រោយមកព្រះសង្ឃទាំង5អង្គបាននាំគ្នាសូត្រធម៌យ៉ាងកេងឧទ្ទិសផលនិងចែកបុណ្យទៅសពសត្វទាំងឡាយដើម្បីបញ្ចប់កម្មវិធីនាពេលរាត្រីនោះក្រោយមកចាស់បាននាំគ្នារៀបចំទេយ្យទានទាំងអស់នោះដាក់គោយន្តទៅវត្តនានានិងចែកគ្នាទទួលទានខ្លះផងដែរតែរក្សាទុកភ្នំស្រូវមួយយប់ទៀតសិននៅព្រឹកស្អែកថ្ងៃ15កើតពេញបូរមីខែបុស្សនៅពេលទៀបភ្លឺព្រឹកព្រលឹមលោកអាចារ្យបានដឹកនាំថ្វាយបង្គំព្រះរតនត្រ័យនិងសមាទានសិលព្រះសង្ឃនិមន្តមកដល់នៅពេលព្រឹកថ្វាយបង្គំព្រះសូត្រធម៌និងប្រគេនចង្ហាន់ព្រះសង្ឃ
នៅពេលថ្ងៃត្រង់មានពិធីរាប់បាតបាំងស្គរឧទ្ទិសកុសលជូននាតិកាដែលបានចែកឋានទៅនិងពិសាអាហារសាមគ្គីរួមគ្នាជាកិច្ចបង្ហាញបុណ្យនេះជាឧទាហរណ៍បុណ្យមួយនៅភូមិនគរក្រៅតែក៏មានភូមិជាច្រើនទៀតនៅតំបន់នគរបានប្រារព្ធពិធីនេះឡើងផងដែរដូចជានៅវត្តអង្គម៉ៅភូមិនេះដែរជាដើមចំណែកបុណ្យឡើងមាននៅគ្រប់ទីកន្លែងនៅក្នុងភូមិស្រុកផ្សេងៗនៅក្នុងតំបន់អង្គរមានការពុនភ្នំស្រូវផងដែរបុណ្យពុនភ្នំស្រូវនិងភ្នំកលានជាបុណ្យប្រពៃណីកសិកម្មនិងព្រះពុទ្ធសាសនាបញ្ចូលគ្នានិងបានជួយទ្រទ្រង់ជីវភាពព្រះសង្ឃតាមរយៈបច្ច័យនិងតេយ្យទានសម្រាប់ប្រើប្រាស់នៅក្នុងវត្តម្ចាស់ដើមបុណ្យនឹងទទួលបានមគ្គផលកុសលបុណ្យច្រើនហើយមានមនុស្សតិចណាស់ដែលបានដឹងនិងចូលរួមចាប់មគ្គផលនៅបុណ្យប្រពៃណីមួយនេះព្រោះត្រូវធ្វើកិច្ចសំខាន់នៅពេលយប់ហេតុនេះមានតែបងប្អូនអ្នកស្រុកអ្នកភូមិទាំងអស់នោះទេដែលត្រូវជាកូនជាចៅចំនួនក្រោយស្នងមរតកទាំងអស់នោះដូច្នេះសូមជួយគ្រប់គ្រងថែរក្សាមរតកប្រពៃណីដូនតារបស់ខ្លួនដែលជាមរតករូបិយនិងអរូបិយមួយក្នុងចំណោមកិច្ចកំណែវប្បធម៌ជាច្រើនទៀតបន្តរស់ក្នុងសហគមន៍យើងដើម្បីបន្តទំនៀមតាមរដូវកាលរួមរួមសាមគ្គីគ្នាធ្វើបុណ្យទានរក្សាសីលជារៀងរាល់ឆ្នាំដើម្បីឧទ្ទិសកុសលដល់ដូនតាដឹងគុណចំពោះធម្មជាតិអ្នកតាមចាស់ទឹកដីសូមសេចក្តីសុខដល់ភូមិស្រុករបស់ខ្លួនព្រមទាំងជាគំរូដ៏ប្រសើរមួយសម្រាប់ក្មេងៗជំនាន់ក្រោយGaspar